ក្រៅពីប្រភេទថ្នាំផ្សះទូទៅដែលប្រើសម្រាប់ព្យាបាលលើកុមារ អាណាព្យាបាលចាំបាច់ត្រូវយល់ដឹងឲ្យបានច្បាស់លាស់អំពីប្រភេទឱសថមួយចំនួនដែលត្រូវបានហាមឃាត់ដាច់ខាតនៅក្នុងការប្រើប្រាស់លើកុមារផងដែរ ការប្រើប្រាស់ឱសថខុសបច្ចេកទេសទិញប្រើដោយខ្លួនឯងមិនបានពិភាក្សាជាមួយនឹងគ្រូពេទ្យជំនាញបានត្រឹមត្រូវវាមិនត្រឹមតែផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចរំខានដល់ដំណើរការនៃការរីកលូតលាស់ផ្នែកសរីរាង្គនិងបញ្ញាស្មារតីរបស់កុមារក្នុងរយៈពេលវែងថែមទៀតផងខាងក្រោមនេះគឺជាប្រភេទថ្នាំផ្សះមួយចំនួនដែលហាមប្រើប្រាស់លើកុមារ ដែលក្រុមទី1ហ្នឹងគឺក្រុម Cyclin ឧទាហរណ៍មានដូចជា Tetracycline Doxycycline និង Minocycline ប្រភេទថ្នាំនេះគឺគេហាមប្រើចំពោះក្មេងដែលមានអាយុក្រោម8ឆ្នាំហើយឱសថទាំងនេះគឺវាធ្វើឲ្យឆ្អឹងរបស់ក្មេងហ្នឹងមានការលូតលាស់យឺតធ្វើឲ្យខូចអង់សៀមធ្មេញនិងធ្វើឲ្យធ្មេញរបស់ក្មេងហ្នឹងមានពណ៌លឿងដែលមិនអាចប្រែត្រឡប់ទៅជាពណ៌សវិញបាននោះទេក្រុមទី2នោះគឺក្រុម Quinolone មានដូចជា Ciprofloxacin Ofloxacin Levofloxacin និង Moxifloxacin ថ្នាំទាំងអស់នេះគឺត្រូវបានហាមប្រើទៅលើកុមារដែលមានអាយុក្រោម16ឆ្នាំដោយសារតែឱសថទាំងនេះគឺធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់នៃឆ្អឹងខ្ចីរបស់ក្មេងនិងធ្វើឲ្យរលាកសរសៃពួរទី3ហ្នឹងគឺក្រុមថ្នាំ Lancosamid ដែលមានដូចជា Lancomycin និង Clindamycin ប្រភេទថ្នាំទាំងនេះត្រូវបានហាមប្រើទៅលើទារកដោយសារតែផលប៉ះពាល់របស់វាគឺវាធ្វើឲ្យរលាកភ្នាសពោះវៀនអញ្ចឹងវាធ្វើឲ្យកុមារនឹងអាសាហើមពោះក្រុមថ្នាំទី4គឺក្រុមថ្នាំ Phenicol ឧទាហរណ៍ដូចជា Chloramphenicol បច្ចុប្បន្នសម្បូរនៅក្នុងទម្រង់ថ្នាំជាបន្តក់ភ្នែកហើយត្រូវបានហាមប្រើសម្រាប់កូនក្មេងដែលមានអាយុក្រោម6ខែដោយសារតែឱសថនេះគឺវាធ្វើឲ្យប៉ះពាល់ដល់ខួរឆ្អឹងរលាកប្រព័ន្ធប្រសាទភ្នែកនិងគ្រោះថ្នាក់ជាងនេះទៅទៀតហ្នឹងគឺបង្កទៅជា Gray baby syndrome ទី5គឺក្រុមថ្នាំ Aminoside មានដូចជា Streptomycin Neomycin Amikacin Xantamicin និង Topramycin ប្រភេទថ្នាំទាំងអស់នេះគឺត្រូវបានហាមប្រើទៅលើទារកផងដែរដោយសារតែឱសថទាំងអស់នេះបង្កើតជាតិពុលដល់តម្រងនោមរបស់ទារកនិងត្រចៀកដែលអាចឈានទៅដល់ការថ្លង់ផងដែរទី6ហ្នឹងគឺក្រុមថ្នាំ Sulfamide មានដូចជា Sulfadiazine Sulfasalazine ហើយនិង Sulfamethoxazole ប្រភេទថ្នាំទាំងអស់នេះក៏ត្រូវបានហាមឃាត់មិនឲ្យប្រើទៅលើទារកផងដែរដោយសារតែផលប៉ះពាល់នៃឱសថទាំងនេះគឺធ្វើឲ្យមានអារម្មណ៍ចង់ក្អួតរាគរូសកន្ទួលរមាស់ហើយនិងហានិភ័យនៃគ្រោះតម្រងនោមហើយនឹងបង្កើតឲ្យមានលក្ខណៈទឹកនោមផ្អែមទៅលើទារកផងដែរសុខភាពកូនៗគឺជាសុភមង្គលរបស់គ្រួសារដូច្នេះចូលប្រុងប្រយ័ត្នឲ្យខ្ពស់បំផុតជាមួយនឹងក្រុមថ្នាំផ្សះខាងលើដែលខ្ញុំបានរៀបរាប់ដោយសារតែឱសថទាំងអស់នោះអាចបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរជាពិសេសគឺការបង្អាក់នៃការលូតលាស់ធម្មជាតិរបស់ក្មេងដូច្នេះមុននឹងសម្រេចចិត្តប្រើប្រាស់ឱសថអ្វីមួយសម្រាប់បុត្រធីតារបស់យើងបងប្អូនគួរតែពិគ្រោះជាមួយនឹងគ្រូពេទ្យឬក៏ឱសថការីជំនាញឲ្យបានច្បាស់លាស់ជាមុនសិនដើម្បីជៀសវាងការប្រើប្រាស់ថ្នាំខុសនិងជៀសវាងការស្ដាយក្រោយនៅថ្ងៃអនាគត